បាទសូមជំរាបសួរលោកកៅសំឡីដែលជាប្រធានរបស់ AGA ជំរាបសួររៀងច្បងកឹមចំនួនសានហើយជំរាបសួរលោកសាស្ត្រាចារ្យខ្ញុំក៏លោកអំសុចិត្តដែលជាប្រធានរបស់សមាគមគ្រូពេទ្យកម្ពុជាផ្នែកបណ្ដាប់លេខា CAAGE បាទហើយក៏អរគុណមកទៀតសម្រាប់ AGA ដែលតែងតែផ្ដល់កិត្តិយសឲ្យខ្ញុំបាទចូលរួមចែករំលែកយើងនឹងធ្វើការចែករំលែកsame but easy ហើយលក្ខណៈ bedside teaching ជា real life practice តែទន្ទឹមនឹងដែរយើងតែងតែមានការខ្លែងដែលគេថាដូចចម្រៀងមនោចេតនាអញ្ចឹងទៅដល់កំពង់ចាមមកយើងច្រៀងចម្រៀងតាក់ទងកំពង់ចាមទៅដល់កញ្ចេះរំលួលកញ្ចេះបន្តិចទៅដើម្បីឲ្យស្ដាប់ទៅវាមិនសូវល្ងុយដេកបាទអញ្ចឹងដោយពេលវេលាសំរុំខ្ញុំសូមចាប់ផ្ដើមបាទខ្ញុំគិតថាជាលើកទី2ហើយបានជួបជាមួយ AGA បាទយើងលោកចាស់ក៏បានមានប្រសាសន៍អំពីតាក់ទង hepatitis B ដែលជា topic មួយលំបាកសម្រាប់ខ្ញុំគិតថា hepatitis C មិនជាលំបាកទេជាក៏ពិតបើយើងកាន់វាថ្ងៃវាមិនលំបាកដូចគ្រូចាប់ពោះអញ្ចឹងគាត់ចាប់ពោះគាត់ដែរខ្លាចពោះទេយើងក៏ឃើញពោះយើងញាក់ខ្សាច់បាត់ហើយយើងមិនដឹងថាណាពោះវែកណាពោះផលិតទេនៅមានអាវែកកាត់ផលិតទៀតវាចាប់ស្រួលថាផលិតខំដៃស្លាប់តែម្ដងខ្ញុំបើរបស់យើងស៊ាំវា easy តែមិនស៊ាំវារៀងលំបាកដែរអញ្ចឹងយើងធ្វើម៉េចឲ្យវាស្រួលយើងព្យាយាម follow ទាំងអស់គ្នាយើងនឹងស្រួលទាំងអស់គ្នាបាទជា objective របស់ខ្ញុំដូចជំរាបជូនហ្នឹងជាចម្រៀងមនោចេតនាខ្ញុំនឹងរំលឹកគ្នាយើងទីទួចតាក់ទងនឹងថាដល់បច្ចុប្បន្ននេះ WHO និង international guideline គេទៅដល់ណាស្រួលប៉ុណ្ណាហើយ hepatitis C ហ្នឹងហើយនឹងធ្វើអរគុណអ្នកគេនឹងធ្វើជាលក្ខណៈជា idea ថាយើងជួបអ្នកជំងឺផ្ទាល់ជា patient care approach យើងធ្វើយ៉ាងម៉េចយើងយកចំណេះដឹងមក apply ទៅលើចំណេះធ្វើបាទកាន់ពីល្អដែរបាទដូច្នេះខ្ញុំនឹងជូនជា outline 3ចំណុចដើម្បីសម្របសម្រួលទៅនឹង topic ទៅនឹង objective 2របស់ខ្ញុំ review ជូនបន្តិចខ្ញុំរំលឹកពី algorithm ថាចំពោះអ្នកមានកាន់กระดาษមកធ្វើតែមកថាមានអង្គតិកោសេធ្វើម៉េចឲ្យឆ្នាំភ្លាមតែម្ដងធ្វើម៉េចគួរឲ្យស្ដាយមកដល់បច្ចុប្បន្ននៅមានកន្លែងជាមួយចំនួនតូចយើង interview អ្នកជំងឺមែនទេអត់ទេបានមើល PCR យ៉ាងម៉េចទេឃើញមានអង្គតិកោ positive ធ្លាប់មកខាងមេសាំងសមជាគេថាអត់ជាបាលទេដល់ពេលទៅមើលគ្រូពេទ្យទី2ឃើញ positive អូ positive ហើយដាក់មក3ខែ1ខែដល់ពេលដូចយើងឡើងជិះទូកយើងថាយើងទៅណាអញ្ចឹងយើងអត់មានអីវាស់វែងជាការលំបាកហើយចំណុចមួយទៀតយើងគួរតែព្យាយាមមេឃឲ្យប្រជាជនយើងគាត់យល់ថាអង្គតិកោខ្ញុំអង្គតិកោពេញខ្លួនឡើយអង្គតិកោមែនទេអង្គតិកោ C អង្គតិកោ S មិនល្អទេឧទាហរណ៍តែឲ្យច្បាស់ថាអ្នកដែលមានថ្លើមប្រភេទ B គឺគាត់មានអង្គតិកោសំទោថ្លើមប្រភេទ C គាត់មានអង្គតិកោ C មួយជីវិតរបស់គាត់ហើយអ្វីដែលជាមិនជាគឺ PCR មេស៊ូមគាត់ឲ្យច្បាស់អ្នកខ្លះគាត់អស់500អស់1000គ្រូអត់ជាខ្ញុំធ្វើតេស្តអស់$5ក្បែរទេនៅដដែលគាត់ចង្កាគាត់អាចខឹងមកយើងបញ្យល់គាត់ឲ្យយល់ថាអញ្ចឹងកុំអាភ័យអង្គតិកោវិជ្ជមានមិនមែនមានន័យថាឈឺទេមានន័យថាធ្លាប់ឆ្លងតែអាចជាបាត់ទៅហើយឬក៏កំពុងឈឺមានតែ PCR ទេដែលបញ្ជាក់ថាត្រូវការលេបថ្នាំឬក៏លាប់យ៉ាងម៉េចមកមេស៊ូមួយគាត់ច្បាស់ព្រោះនៅភ្ញៀវខ្ញុំទៅក៏អត់ច្បាស់តែហ្នឹងបាទខ្ញុំនឹងចាត់ចែងថាមានថ្លើមមានអង្គតិកោ BC មកខ្ញុំត្រូវធ្វើយ៉ាងម៉េចហើយនឹងលំអិតពី guideline ហើយនឹងរំលឹកបន្តិចតិច DAA ហ្នឹងក៏លយមែនអីក៏បកកែណា 90% សឹង 100% ហ្នឹងហើយនឹងមានជាខេសបន្តិចដើម្បីភ្ញៀវយកចំណេះដឹងមក apply លើចំណេះធ្វើបាទជាទម្លាប់ខ្ញុំដូចជាអនកកដូចថាបើផឹកស៊ីមិនបានមើលភ្នែកគ្នាមិនសប្បាយទេសូមអធិស្ឋានអូសំទោសរៀងច្រើនមួយទៅតែមានប្រយោជន៍យើងមើលពិភពលោកទាំងមូលថ្លើមស៊ីច្រើនភាគរយមានជិត11%បើជាមនុស្សគិតតែហ្មង50លានអូច្រើនហើយអ្វីដែលគួរអាណិតនោះអ្នកដែលបានព្យាបាលពិតប្រាកដមាន20%គួរអាណិតណាស់គ្រាន់បើប៉ុណ្ណឹងបើថ្លើមបេ 1-2% កាន់អាណិតខ្លាំងគ្នាទេយើងតែតារបស់យើងគ្រាន់បើបានដល់ 80% តែយើងប្រឹងរោប្រឹងព្យាបាលដល់ពេលពិភពលោកទាំងមូល 1-2% ថ្លើមបេថ្លើមសេគ្រាន់បើបាន20តែយើងនៅតែអាណិតយើងថា DAA បកកែសឹងតែ 100% ហើយមិនក៏យើងនៅតែ 20% តើ2030ហ្នឹងធ្វើមិន elimination បានសូមទោសបងខ្លះគាត់ដាស់ខ្ញុំចំណា2030យកច្រឡំលេខ2មួយទៀតគេមុនបាទអញ្ចឹងខ្ញុំចង់លើកចាត់ថាថ្លើមសេវាស្រួលតែការព្យាបាលដល់បច្ចុប្បន្នអ្នកដែលបានព្យាបាលពិតប្រាកដនៅមានកម្រិតដូច្នេះមានតែយើងនាំគ្នាទេយើងនាំគ្នាថា
ធ្វើតេស្តថ្ងៃនេះជាបាលជាដើម្បីជៀសវាងក្រិនថ្លើមមកវិថ្នាំនៅ5ឆ្នាំឬក៏10ឆ្នាំក្រោយថ្លើមសេវាយឺតដល់ដូចថ្លើម3អត់លឿននៃហ្មងទេក៏ប៉ុន្តែបើយើងមិនធ្វើមានថ្លើមមានតែមួយមានសេផងមានបេផងមានស្រាមានធាត់មានលាវឈាមមានទំនុកផ្អែមអាហ្នឹងទៅមុខកាន់តែលឿនហើយ easy very easy 3ខែ complication សឹងតែកម្រជួបដាក់ effect កងដេដាក់ដើម្បីសុបាយក៏ពិតបងកូឡែកយើងដែលធ្លាប់ជាបាសាមសេកុំមានព្យាណាគ្រូខ្ញុំនិយាយគ្រូខ្ញុំនោះកុំមានណាតែជាការពិតយើងត្រូវយល់យើងជួនកាលយើងជួបរបស់ពិតម្ដងដែរធ្វើយើងវិលមុខតែយើងត្រូវដឹងថាវាជួបរបស់ពិតយើងធ្វើយ៉ាងម៉េចបាទអូខេដូច្នេះ WO សង្ឃឹមហ្នឹងតើតែយើងចូលរួមបើយើងមិនចូលរួមថាមិនបានទេសង្ឃឹមហ្នឹងបាទដូច្នេះហើយដោយសារតែមួយ slide មិញហើយបានខ្ញុំនឹកឃើញ clear 3 4នេះដើម្បីរំលឹកគ្នាយើងថាអ្នកព្យាបាលពិតប្រាកដបាន 20% អញ្ចឹងយើងត្រូវលើកទឹកចិត្តត្រូវនាំគ្នានិយាយថាណែអាថ្លើមសេនោះគ្មានអីចំណោទទេធ្វើតេស្តបានបញ្ជាក់បានជាធ្វើបាននាំអ្នកធ្វើអ្នកជំងឺថ្លើមសេដែលមានអន្តរកោសេមិនមែនមើលតែត្រឹមហ្នឹងទេត្រូវទៅមួយកលៈទៀត PCR មានអត់បើមានត្រូវទៅព្យាបាល3ខែមួយថ្ងៃមួយគ្រាប់ថ្នាំស្រួល early diagnosis early treatment ដូចខ្ញុំជិះមិញជៀសវាង complication ជៀសវាងក្រិនជៀសវាងមហារីកតែក្រិនតាមមហារីកចូលពេទ្យដូចយើងចេញចូលផ្ទះជារឿងមួយជាបន្ទុករបស់គ្រួសារទៅដល់សង្គមបាទហើយកុំទុកជំងឺ BC នឹងតែ silent ហ្នឹងចាំដល់គាត់ឈឺចាំឈឺដល់គាត់តែ zero ថា deadly cirrhosis ចាំដល់ឈឺចាំអ្នកជំងឺកាលណាគាត់ដឹងខ្លួនឯងតែគាត់ឈឺគឺធ្ងន់ហើយបើគ្រូពេទ្យរកឃើញតែគាត់ឈឺនៅមានឱកាសអាចការពារអាចព្យាបាលជាបើដឹងថាឈឺហើយគឺ deadly disease ខ្ញុំចាប់យាយបាទថ្នាំហ្នឹងគឺបកកែអាចទិញបានហើយអរគុណទៀត HEA កាន់តែតម្លៃកាន់ល្អទៀតហើយកូឡែកដែលក្រុមសមាជិក EA គាត់ជួយប្រជាជនបានច្រើនជាងខ្ញុំជួយខ្ញុំរៀងខ្លាញ់ទេខ្ញុំអត់បានខ្ញុំតែយ៉ាងណាយើងជួបរួមទាំងអស់គ្នាបាទហើយដូចជំរាបជូន safe សុកគេមាន formula ថាតាម8សប្តាហ៍ក៏មានដែរតែយើងជាទូទៅ12សប្តាហ៍ជា study ច្រើនលើស 90% ដល់ខ្លះក្បែរ100បាទរំលឹកយ៉ាងវិញ don't wait test treat cure ញ៉ាំតើយើងលើកគេច្រើនគាត់អញ្ចឹងគាត់អូមិនសមខ្ញុំចេញ clip មួយតែតុងថ្លាំស៊ីថាថ្លាំសេអាចព្យាបាលបានយើងមិនត្រូវរងចាំតើវាឈឺតើវាក្រិនបានយើងព្យាបាលបាទជួយដាក់គ្នាយើងអុយជាតាអត់ធ្វើទុកទេមិនតេស្តមើលទៅអស់តើ 10000 20000តេស្តមើលបើមានព្យាបាលជាតាបាទឧទាហរណ៍បាទដូច្នេះជាពីស្លាយដំបូងជាការវមមិញរំលឹកថាអូថ្លាំសេស្រួលហើយឥឡូវមកជួបយើងគ្រូយើងមានថ្លាមអង្គទីកោសេអង្គទីកោហ្នឹងតែឆ្លងមិនអង្គទីកោពេញខ្លួនអង្គទីកោលុយទេអូខេអាចជាអាចមិនជាអញ្ចឹងយើងធ្វើទៅមុខបើសិនឧទាហរណ៍នៅស្រុកយើងមានដែរពេលខ្លះតេស្តមកទៅសេបិចចងាយចងាងយើងបើយើងធ្វើ PCR ហ្មងកន្លែងខ្លះ40 50 100ឧទាហរណ៍ហើយបើឆ្នាំទៀតវាអស់លុយច្រើនអញ្ចឹងទៅបើសិនតេស្តមិនសង្ស័យឌូតទៅធ្វើឡើងវិញធ្វើតេស្តបន្តិចទៅបើតេស្តគេអូខេដំណើរ PCR ថាបើ PCR អត់មានគឺមិនត្រូវព្យាបាលទេធ្វើ PCR negative គេសង្កតាឡើងនិយាយហើយក៏ប៉ុន្តែបើគាត់ជាស៊ឺសេមួយដែលប្រឈមនឹងឆ្លងឬក៏ប្រឈមនឹងឆ្លងអីមុខរបរគាត់ឬក៏យើងមើលសញ្ញាហោហែសង្ស័យឌូតយើងអាចធ្វើ3ខែ6ខែ1ឆ្នាំអាចធ្វើម្ដងទៀតបានមិនជាថ្លៃប៉ុន្មានទេបច្ចុប្បន្នបើយើងឌូតបើមិនឌូតទេគេសង្កតាឡើងនិយាយguideline មួយចំនួនតូចនៅមានចំណុចតូចគេលើកទឹកចិត្តឲ្យធ្វើបើមួយចំនួនធំគេឡើងទៅនិយាយតែបើឌូតធ្វើទៅអូខេតោះវិជ្ជមានហ្នឹងមិនបាច់និយាយទេបើវិជ្ជមានមានប្រមាណក៏ដោយត្រូវតែពិចារណាធ្វើតេស្តកម្រិតមួយធ្វើតេស្តប្រេតេរ៉ាប៉ូទិកធ្វើអីដូចគ្នាដែរអាឌូតនេះបើសិនជាវិជ្ជមានធ្វើតេស្តប្រេតេរ៉ាប៉ូទិកមុននឹងព្យាបាលមុននឹងឡើងសម្ដែងយើងតែងខ្លួនឲ្យបានសមរម្យដើម្បីថាយើងឡើងទូកនឹងប្រងទៅដល់ណាឈប់ទៅណាសាំងទៅណាឲ្យភ្ញៀវទៅជាមួយយើងគាត់សប្បាយចិត្តបាទយើងត្រូវធ្វើអីខ្លះយូរទៅខ្ញុំចូលចិត្តយើងអត់មើលតែกระดาษទេគេហៅថា hip មនុស្សឈាមរូបភាព horse blood និង image បាទមើលទាំង3នឹងតែម្ដងមនុស្សយើងមើលខ្លួនគាត់មើលតើមានសញ្ញាក្រិនថ្លើមនៅមានស្អីផ្សេងអត់បាទហើយឲ្យច្បាស់ផងថាគ្រូខ្ញុំសុំតបេមួយបានហ្នឹងខ្លួនខ្ញុំគាត់មិនអាចកំងចឹងបានទេក៏លោកគាត់មានអីផ្សេងទៀតត្រូវមើលច្បាស់ថាគាត់មានថ្លើមសេឬក៏អេតមក3មកទៅមួយផ្លូវទៅមួយគ្នាខ្ញុំទៅសួរគាត់ស្រួលស្គាល់មនុស្សស្គាល់ភ្ញៀវយើងច្បាស់យើងទទួលបានសុខគាត់ក៏សុខបើស្គាល់មិនច្បាស់យើងដោះស្រាយរឿងនឹងមួយ3ឆ្នាំ5ឆ្នាំក្រោយគាត់នឹងចាញ់រឿងមួយទៀតនិយាយឲ្យត្រង់ទៅថ្លើម B មួយថ្លើម C ខ្ញុំមើលភ្ញៀវខ្ញុំខ្លាចអ្នកថ្លើម C ជាងអ្នកថ្លើម B ថ្លើម B ក៏គាត់មកជួបយើង3ខែ1ខែ2ខែគាត់មានសួរស្គាល់អ្នកថ្លើម C
ភ្លឹបបាត់គ្រូសុំជួបបងសុំជួបគ្នា6ខែម្ដងយ៉ាងយូរណាចាប់តែជួបបានមួយឆ្នាំពីរឆ្នាំបាត់មុខចាប់5ឆ្នាំក្រោយមកឥឡូវលោកគ្រូខ្ញុំសេវលេខជួបខ្ញុំថ្ងៃនេះប៉ុណ្ណេះអស់លុយប៉ុណ្ណេះថ្ងៃខែជួបគ្នាគាត់លើសតែ3ខែ3ឆ្នាំ5ឆ្នាំទេមកខ្ញុំភ័យពុកខ្ញុំគាត់ឈឺពោះខាងស្ដាំមកចាប់ហើយព្រោះកាលមុនព្យាបាលឧទាហរណ៍យើងអត់វិតម្លៃអត់ច្បាស់ទៅហ្នឹង0មិន0មុនព្យាបាលហ្នឹងខ្លាំងគាត់ចាប់5ក្រឹមដែរគាត់មក follow up ecography ultrasound 6ខែឬក៏មួយឆ្នាំយូរធ្វើម្ដងឯងពេលគាត់ទេមកអាខ្លាំងគាត់ក្រឹមស្រាប់គាត់ develop ACC តែគាត់ដឹងខ្លួនឈឺគឺខ្លួនហើយពុកខ្ញុំឈឺពោះខាងស្ដាំអត់ស្រួលទេអេកូគឺថាដូចមានដុំអូយើងតែអេកូមានដុំគឺប្រយ័ត្នលេតពិភពលោកទាំងមូលក្រិនមហារិទ្ធខ្លាមមកជួបពេទ្យភាគច្រើនគឺលេតតែម្ដងគ្រូពេទ្យដែលសំណាងអ្នកជំងឺដែលសំណាងដែលរកឃើញអ្នកជំងឺដែលឃើញទូចព្យាបាលបានថ្មីមានម្នាក់សំណាងដែរបាត់2ឆ្នាំមកវិញគាត់អត់សូវស្រួលខ្លួនមកឆែកឃើញទូចមួយ12មីលីម៉ែត្រចាក់ធ្វើ OIA ជាញ៉ាអញ្ចឹងការ follow up 6ខែម្ដងអ្នកដែលជាហើយមាន0នឹងសំខាន់ដើម្បីជួយគាត់ថាដូចសក់ក្បាលហ្នឹងកាលមុនច្រើនឥឡូវតិចទៅអញ្ចឹងទៅខែវាឧទាហរណ៍យើងមិនអាចប្រឡែងចោលបានទេបាទអញ្ចឹងយើងមើលមនុស្សយើងមើលឈាម blood test ទៅតាមលោកគ្រូអ្នកគ្រូពេញចិត្តទៅមើល case របស់យើងទៅដែលគួរថាធ្វើថ្លាញ់ស្គាល់វិជាខ្ទឹមជូនគាត់អត់ទៅបើចំណាយសំចៃប្រាក់ធ្វើដោយលោកគ្រូទៅមាន Apri Fit for ទៅយើងបើក Google ទៅវាយទៅអញពេញព័ត៌មានចេញបានអេកូអាចជួយដឹងពីសាច់ខ្លាមួយចំនួនដែរដុំមិនដុំបើគាត់ក្លីប fibro scan ទៅដើម្បីថាព្រោះអីឆ្នាំបច្ចុប្បន្នឧទាហរណ៍ថា0បើឆ្នាំសេរីចាស់យើងថា24សប្តាហ៍ទៅសេរីថ្មី0មិនទាន់ដេកកំប៉ុងសេអីគឺគេអាច12សប្តាហ៍ធ្វើបើគាត់អ្នកលយគាត់មិនអាចដេកតែសំណាក់របស់យើងបានក៏ធ្វើដេកផ្កាយ5បាទយើងទៅធ្វើលក្ខណៈផ្កាយ5ជូនគាត់ដូចនេះគាត់ជួបយើងទៀត I don't like I like ផ្កាយ5យ៉ាងឧទាហរណ៍ទៅធ្វើគាត់មក complain បាទអរគុណយើងធ្វើ assessment ប៉ុណ្ណឹងយើងអាចនិយាយបានហើយនិយាយបានថាបើសិនជាត្រូវព្យាបាលទៅហើយយើងធ្វើ monitoring ទៅ DA យើងព្យាបាលយ៉ាងម៉េចហើយ monitoring យ៉ាងម៉េចខ្ញុំនឹងជម្រាបជូនអូខេសូមអធិស្ឋានខ្ញុំសូមសកត់ដុកទ័រចនាទីតាក់តងលោកគ្រូគាត់មានសារនេះត្រឹមត្រូវខ្ញុំចង់សកត់ចិត្តថាបើសិនជានេះ positive លោកគ្រូដាក់ repeat test ពីព្រោះ test នេះខ្ញុំចង់សម្ដែងទៅលើថាអ្វីដែលខ្ញុំឃើញណាតែយើងទិញពីផ្សារពីអូស័យពីអូឡ িম্প ិកណាអត់ទេនៅទីពេទ្យឃើញគាត់ទិញទៅប្រើហើយវាខ្ញុំអត្តនាថាគុណភាពរបៀបម៉េចជាក់ស្ដែងខ្ញុំថ្ងៃមុនខ្ញុំនិយាយចំខ្ញុំទៅតកែវទៅដល់ព្រៃកបាអត់មានសេវាថ្លើមទេអញ្ចឹងគាត់មានតេស្តប្រើហើយគាត់តេស្តសម្រាប់អ្នកជំងឺមួយដែលគាត់ទៅពិនិត្យសុខភាពដើម្បីទៅ apply ធ្វើអីចឹងណាហើយគាត់ធ្វើ rapid test ហ្នឹងវិជ្ជមានខ្ញុំដេញវឹងខ្ញុំថាអូនឯងទៅពេទ្យខេត្តដើម្បីទៅមើល PCR ដោយលោកចន្ទនាវិសាអញ្ចឹងដើម្បី confirm ថាតើគាត់ឈឺអត់អញ្ចឹងនៅពេលនោះខ្ញុំក៏ប្រាប់ទៅខាងមន្ទីរផ្សារថាអូនឯងធ្វើ rapid test ឡើងវិញព្រោះខ្ញុំអត់ទុកចិត្តតេស្តហ្នឹងដល់មើលទៅវាអវិជ្ជមានអញ្ចឹងការចំណុចទីអារម្មណ៍ការគិតថាបើសិនជាមើលទៅវាអវិជ្ជមានបានន័យថាអ្នកនឹងអត់ដៃអញ្ចឹងគាត់ឲ្យចង់ confirm ទៅលើ test ដែលធ្វើ rapid ដែលយើងប្រើហ្នឹងពីព្រោះលោកគ្រូមិនដឹងថាទិញពីណាទេប្រើថ្ងៃប៉ុន្តែបើយើងប្រើអីប្រហែលជាមិនទៅបញ្ហាទេក៏ប៉ុន្តែចំពោះអ្នកផ្សេងគាត់ទិញពីផ្សារអូឡ িম্প ិកអញ្ចឹងខ្ញុំអត្តនាគុណភាពថាមិនអីពីព្រោះតែដែលយើងប្រើគឺយើង pre qualified WO ដែល license ឲ្យរោងចក្រនឹងផលិតក្រុមហ៊ុនអាបតដែលវានាំចូលមកចង់បញ្ជាក់ប៉ុណ្ណឹងដើម្បីមុននឹងធ្វើ PCR នេះវាថ្លៃតម្លៃវាឃើញដល់$30-40នៅក្រៅ40អីស្រួលអញ្ចឹងបើសិនជាយើងមិន confirm អា rapid test នឹងឲ្យច្បាស់ថាហ្នឹងវាគុណភាពវាល្អវាវិជ្ជមានមែនពីព្រោះអវិជ្ជមានដោយលោកចន្ទនាមានផ្សាយថាវាមិនប្រកបតែវាឈឺទេវាជាវាធ្លាប់ឆ្លងវាអីចឹងព្យាបាលហើយទេអញ្ចឹងបើយើងធ្វើអាហ្នឹងបានក៏ជួយបន្ថយការចំណាយរបស់អ្នកជំងឺដែរសម្រាប់យករុញវឹងទៅធ្វើ PCR ទៅទេនោះបាទអញ្ចឹងណាបាទនេះអា rapid នេះខ្ញុំចង់បញ្ជាក់កន្លែង rapid តែសង្ស័យដែលលោកចន្ទនាគាត់បញ្ជាក់នេះណាអេលីសាបាទខ្ញុំចង់បញ្ជាក់ថារឿង confirm rapid test ដូចគ្នាតែប៉ុណ្្នឹងឯងខ្ញុំ confirm rapid test ដូចគ្នាមានន័យថាលោកគ្រូធ្វើ rapid test នឹងមួយប៉ុន្តែម៉ាកក្រុមហ៊ុនផ្សេងខ្ញុំចង់បញ្ជាក់តែប៉ុណ្្នឹងទេគាត់ថាជួយកុំឲ្យអ្នកជំងឺគាត់
វាចាយទៅលើអា visa ហ្នឹងវា30-40បើរាប់ពីនតែ1រៀលអញ្ចឹងបើតាមមួយគុណភាពមកអត់គុណភាពជាក់ប៉ុណ្ណឹងរឿងថាបើលោកចំណាំ concern ដោយលោកសានគាត់មានឧស្សាហ៍ថារឿងអីផ្សេងអាហ្នឹងអូខេតាមនឹងចុះតែអ្វីខ្ញុំចង់សង្កត់គឺសង្កត់រឿងហ្នឹងឯងដោយសារខ្ញុំជួបជាក់ស្ដែងបានព្រោះខ្ញុំឆែកប្រអប់តែចុះម៉ាក់ស្អីហើយមិនដែលស្គាល់ហើយអត់ដឹងមិនស្រាប់តែទៅវាវិជ្ជមានមួយហ្នឹងវិជ្ជមានចែកអីជាន់នេះខ្ញុំនៅអង្គុយហ្នឹងសូមការបញ្ជាក់ពីប្រធានមន្ទីរពេទ្យខ្ញុំថាអត់តនេះឥឡូវណៃទៅខេត្តទៅចាំយកលទ្ធផលវិញទៅអានោះគេមើលឡើងវិញវាអត់វគ្គវិជ្ជមានអញ្ចឹងចប់ត្រឹមហ្នឹងទៅអរគុណច្រើនបាទអរគុណបាទអរគុណលោកបានជួយ highlight កាន់តែខ្លះបាទព្រោះជាទូទៅស្អីក៏ partner ដែរគ្រូពេទ្យរបស់យើងជាងឡានរបស់យើងប៉ូលីសរបស់យើងអ្នកច្បាប់របស់យើងហាងកាទៀងរបស់យើងជាកាប់ទៅដល់បាត់ដំបងទេបងប្អូនទៅបាត់ដំបងញ៉ាំហាងណាឆ្ងាញ់ប្រាប់អូពី3មើលជួនកាលយើងឃើញលោចូលទៅដល់យើងញ៉ាំហើយ not again for me យ៉ាងមិនថាស្អីក៏ដោយត្រូវ partner ទាំងអស់បើអត់ partner គឺបាយបាទទៅក្រៅក៏ partner ដែរទេកក់កន្លែងមុនឧទាហរណ៍សម្បត្តិជាសាយណាបងនារីអូខេដូច្នេះខ្ញុំនឹងរំលឹកជូនតិចថា DA ហ្នឹងមិនយើងគួររើសមិនហើយ monitoring មិនអីអូតិចទៀតខ្ញុំនឹងធ្វើជូនបាទបាទ WHO ឬក៏ International Guideline តែវិញចាប់អារម្មណ៍វាមិនជាដោតទេស្លាមស៊ីដូចខ្ញុំ no doubt តែដោតមួយចំនួនគឺរឿង PCR គួរធ្វើ PCR នៅពេលណាធ្វើមុនជាបាលធ្វើបានជាចប់មួយខែចប់ជាបាល3ខែឬក៏ជាមិនវាមានរបស់ថ្មីមួយដែលវាមើលទៅ sound good ហើយវា reasonable តាម experience បរទេស experience ខាង MSI នៅពេលឧស្សាហ៍មកយើងគិតថាគេធ្វើនឹងយើងអូខេ completely យល់ព្រម 100%យ៉ាងវាមើលទៅវាសឹងតែមូលមាត់គ្នាទាំងអស់ហើយទាំង3ទាំង4 guideline គេថាអូខេធ្វើ PCR មានអង្គតិកហើយធ្វើ PCR ភ្លាមថាដើម្បីថាបើមានជាជំងឺមិនមែនជាសម្ោលជាជំងឺហើយអាមើល M1 ដូចតែគ្នា pre-therapy ហ្នឹងដូចគ្នានឹងមែនទេយ៉ាង PCR យើងមើលនៅ M1 recommend គ្រប់ guideline ទាំងអស់ហើយសួរថា on treatment ខែទី1ខែទី3ដែលយើងចប់ក្រោយយើងធ្វើហោហើយកន្លងមកហ្នឹងនៅធ្វើទៀតអត់ no doubt no need M1 M3 no need មើលទៅវាដូចយើងនិយាយសភាព90-95% អញ្ចឹងការមើលគឺដឹងតាអស់ហើយនៅមានមក clear ទៀតដែលគួរចាប់អារម្មណ៍ថាមើលដល់ខែទី3នៅមានទីទួចហ្នឹងគេថា no don't worry ចាំ3ខែនេះឯងមើលម្ដងទៀតច្បាស់ជាភាគរយមួយចំនួនធំគឺអស់ហើយណែវាលោទៅនឹងទៀតអញ្ចឹងយើងកុំភ័យអញ្ចឹង PCR ចំណេញលុយថាចំណេញលុយបាទអញ្ចឹងមិនបាច់ភ័យទេ PCR គេធ្វើតែសម្រាប់ cure ទេ FVR មានតែចប់ការព្យាបាលយើង3ខែក្រោយចប់ការព្យាបាល recommend ឲ្យមើលទៀតសួរការមើលទៀតគេថាដូចមិនតម្រូវទេបើលើថាយើងដោតឬក៏អ្នកគាត់ប្រឈមជាមួយនឹងរីសគាត់ MST អីឡើងគាត់ប្រឈមនឹង re-infection អាហ្នឹង recommend បើថាមិនទេ no need អូខេព្រោះចំណាយបាទអរគុណដូច្នេះគ្រប់ guideline អស់គេមូលមាត់គ្នាយ៉ាងខ្ញុំមើលទៅដូចអ្វីដែលថ្មីគឺស្រួល guideline អស់គេទៅផ្លូវហ្នឹងហើយយើង PCR តែម្ដងមុនជាបាលចប់ជាបាលហើយ3ខែដើម្បីថា AVR ឬក៏ Q ហ្នឹងយើងធ្វើបាទខ្ញុំកាន់តែស្រួលខ្ញុំ highlight ឲ្យច្បាស់ថា PCR យើងមើលតែ M0 ហើយ3ខែបញ្ចប់ការព្យាបាលយើងមើលបាទអញ្ចឹងអ្វីដែលថ្មីគឺយ៉ាងហ្នឹង M1 និង M3 ហ្នឹងគឺ no need ទៅធ្វើបាទគ្រាន់តែយើងត្រូវតែមាន map របស់យើងឲ្យហើយថាភ្ញៀវយើងមកយើងកម្រង monitoring គាត់យ៉ាងម៉េច monitoring យើងមិនមែនមើលតែ PCR ទេចំណាំមុនព្យាបាលយើងត្រូវមើល score ពីជាងទៅមើលគាត់ជាពិសេស function renal ហោហើយគាត់ liver function test អញ្ចឹងយើងមើលទៅ baseline យើងមើល test ទូទៅហើយនឹង test PCR សម្រាប់ test ទី4អត់មានទេ PCR អត់មានទេមានតែ test អីធម្មតាហើយនេះចុងក្រោយចង់មើល AVR នេះ PCR យើង PCR ទៅទី1ទៅនេះទៅ1 secondary តែជួបយើងសួរហើយតែក៏ពិតมันជាមានអីត្រូវសួរទេបាទគាត់ជិះទៅគាត់អត់ report ប្រាប់យើងតែយើងជាសិលធម៌ជាអ្នក health provider តែជំរាបសួរពូមិនទៅសួរខ្លួនបាក់យ៉ាងម៉េចនិយាយគ្នាបានបាទឧទាហរណ៍បាទដូច្នេះលើសពីនឹងដូចជំរាបជូនមិញថាគាត់ hepatitis C ហ្នឹងយើងព្យាបាលជូនគាត់ទៅថ្លើមគាត់នៅល្អឬក៏ថ្លើមហ្នឹងវាអន់ហើយត្រូវច្បាស់មិនមុនព្យាបាលទៅស្គាល់គាត់ច្បាស់មិនស្គាល់ទេគាត់នឹងប្រឈមនឹង hello លោកគ្រូពុកខ្ញុំឈឺខាងស្ដាំហើយឈឺពោះខាងស្ដាំនឹងមានបញ្ហាអូខេយើង follow up ខ្លាចគាត់កើតមានរឿង program HCC បើសិនគាត់ without zero ខ្ញុំដាក់ច្បាស់ without zero អី without zero ណាកូន with zero
recommendation guideline តាំងថ្លើម B ថ្លើម C គឺថា6ខែត្រូវធ្វើម្ដងបើថាយ៉ាប់ណាមួយឆ្នាំទៅអេកូជាមួយនឹងRFP តែបើសិនជាมันមាន0ថ្លើម C យើងស្រួលយើងថ្លើម B ថ្លើម C មិនមាន0គឺថាលោកមិនបាច់ភ័យទេអ្វីដែលលោកភ័យជាតំណាក់តំណងណាត់គាត់ទៅហើយតើមើលមានការប្រែប្រួលមាន evolution ច្បាស់អត់ឬគាត់មាន metabolic syndrome លក្ខណៈអាយុកាលច្រើន expose ស្រាលលក្ខណៈថ្លើមគាត់ទៅមុខហូរហើយអត់បើសិនជាមានបញ្ហា degree fibro ញ៉ៃហើយគួរតែធ្វើដូច0ដែរបើសិនមិនទាន់មានទេ no need ព្រោះវាតើតការចំណាយណាព្រោះយើងភ័យអត់អីទេមួយខែមួយឆ្នាំជួបគ្នាម្ដង hello yes no ប៉ុណ្នេះប្រហែលជា$30ឯកូមួយ alpha photo មួយបាទជាសុវត្ថិភាពថ្លើមយើងចាបាទតែបើយកគាត់ទៅច្បាស់ថាចំណេញបណ្ណាខាតបណ្ណាសំខាន់ណាការនិយាយត្រង់មួយគ្នាតែយើងមិននិយាយមិនត្រង់សួរលោកគ្រូថាអញ្ចេះសួរខ្ញុំថាអញ្ចេះសួរលោកគ្រូចម្រើនសាស្ត្រគាត់ថាអញ្ចឹងចំអញទៅបរទេសសិនអត់កើតទេ3 expert និយាយខុសគ្នាអត់ទេទៅនិយាយច្បាស់ថាផ្លូវនេះបងចង់ទៅផ្លូវមួយណាអីយ៉ាដូច្នេះសិកវិញ្ញាណហ្នឹងគោលបំណងអញ្ចឹងបើសិនជា early detection ថាមាន no deal មែនទេគឺជាបើចាំគាត់មកប្រាប់យើងថាគាត់មានបញ្ហាហើយសង្ឃឹមតែជាគឺគ្មានទេបាទ DAA បាទនិយាយឲ្យស្មោះត្រង់ទៅស្រុកខ្មែរតាក់ទងថ្លើម B ថ្លើម C គឺលោកតាចានៅមុខហ្នឹងគាត់ញាក់ប្រឡូកមុនគេតាំងពីសាលាតាំងពីរៀនឡាយយើងមើលព្រោះឃើញតាំងពីឆ្នាំណាឆ្នាំនេះយើងមើលជាការព្យាបាលមកទឹកចាក់ពីមជុល 2% 7% ចាក់ជ្រុះសក់បញ្ចូលឈាមខ្ញុំឆ្នាំ2000ព្រោះខ្ញុំចាប់ដើមចេញធ្វើពេទ្យ2001ចេញសាលាឆ្នាំ2000ថ្លើម C មុននឹងព្យាបាលទៅ F2 ឡើងទៅបានព្យាបាលអ្នកណាធ្វើអត់ខុសហ្នឹងខុសក្របខ័ណ្ឌហើយអញ្ចឹងចាំច្បាស់ហ្មងមិនបានអញ្ចឹងពួកវិជាវាតិចពេកនេះឆ្នាំខ្ញុំនេះ 28% ហោហាហ្នឹងតិចហើយមិនមែនបានស្រួលដូចយើងលេបឆ្នាំមួយថ្ងៃដូចលេបឆ្នាំបើទេសិតតែខ្លះចូលដេកពេបចូលឈាមក៏មានដែរខ្ញុំបានអញ្ចឹងតែអន្ទឹមនោះអ្នកជំនាន់នោះអ្នកមិនតលេខ2ដូចលោកគ្រូមានប្រសាសន៍អញ្ចឹងមានអ្នកក្រុមជិះកាត់ភ្លើងស្តុបភ្លើងក្រហមនិងក្រុមគ្រប់ច្បាប់ឧទាហរណ៍អញ្ចឹងណានោះមានអ្នកដូចព្យាបាលហ្នឹងហើយដែរអ្នកលុបព្យាបាលហ្នឹងក៏រួចក៏សំណាងដែរទេអ្នកខ្លះមិនបានធ្លាក់ខ្លួននៅ0ណាព្រោះថ្លាប់មកចាំឆ្នាំថ្មីចេញដូចអ្នកជិះកាត់ភ្លើងស្តុបអញ្ចឹងណាភ្លើងក្រហមអញ្ចឹងម៉ោង2:10យប់យើងជិះម៉ូតូងោងភ្លើងក្រហមយើងឈប់ងក់ចោលមកដាក់ភូទឹកភ្នែកឧទាហរណ៍អញ្ចឹងដូចគ្នាដែរមានអ្នកលួចព្យាបាលជំនាន់នោះទៅក៏មានអោខំល្អដែរអញ្ចឹងយើងមើលទៅការព្យាបាលថ្លើម C វេទនាសំណាងនេះមកដល់ជំនាន់យើងក្រោយនេះ2014មកដល់បច្ចុប្បន្នយើងមើល92ទៅ100% DA ខ្លាំងដល់ប៉ុណ្ណឹងបាទតែឲ្យច្បាស់ណាជាគ្រាប់មេរោគនិយាយមួយអ្នកយឺច្បាស់បើសិនថ្លើមគាត់ក្រិនហើយមិនមែនជាទាំងថ្លើមនោះទេជាគ្រាប់មេរោគត្រូវស៊ីកយ៉ាងតទៀតខ្ញុំអត់មានឈឺអីសោះក៏ខ្ញុំត្រូវជួបពេទ្យមួយឆ្នាំព្រោះមួយខែម្ដងដែរមើលខ្លាញ់មើលស្គរមើលវិជ័យខ្ទឹមយើងធ្លាប់មានថ្លើម C រឿងអីយើងប្រឡែងពេទ្យចោលទៅយកគាត់ឲ្យច្បាស់តែខ្ញុំជីហើយអូខេខ្ញុំជីហើយមកម្ដងទៀតមានបញ្ហាតែម្ដងអូខេមិនបានប្រកែដល់ប៉ុណ្ណឹងបាទ DA វាប្រកែអញ្ចឹងដោយសារ structure virus អញ្ចឹងវាទៅកាត់ផ្ដាច់មួយហ្មងមានមូលេគុលមួយកាត់បែបអញ្ចឹងមិនប្រកែអញ្ចឹងថ្លើម B អត់មានថ្នាំណាមកអញ្ចឹងទេអញ្ចឹងវាអត់ប្រកែបាទអញ្ចឹងវាសារវា structure វាល្អអញ្ចឹងមិនប្រកែបាទហើយស្រុកយើងថ្នាំមានបើខាងAEA ប្រហែលជាមានតែដាក្លាបាទបើទីផ្សារអាចមាននេះមួយទៀតអានេះរៀងល្អបើប៉ង់ទៀតអានេះរៀងខ្លាំងជាងបន្តិចហើយបើសិន0អាក្រមនេះអាចពេញ10សប្តាហ៍បានបើដេកកំប៉ុង C 24សប្តាហ៍ដូចគ្នាបើដាក់ខ្លះតែ0គឺមិនកំប៉ុង C គឺ24សប្តាហ៍តាមកាយឡាញភាគច្រើនណាបាទសួរមិនបានប្រកែវាប្រកែណាវាប្រយុទ្ធរោគចាក់មេរោគវាកាត់ផ្ដាច់ដោយថាពួក API នេះវាទៅ stop making viral part ពួក NF5A inhibitor ហ្នឹងវា stop binding virus អានេះវា stop copy អញ្ចឹងវាប្រកែខ្ញុំបាន DA វាប្រកែវាខ្លាំង92 100% ដោយសារវាអញ្ចឹងវាខុសពីថ្នាំសម្រាប់ថ្លើម B អត់អីលោកគ្រូខ្ញុំជូន slide មក complete សំណួរឲ្យថែមអាចផ្សេងបានទៀតអត់អីកំភៃអត់បាត់ឯ slide អូខេសំណួរសួរថាគ្រូចូលមកខ្សោយទំនងមិនទៅខ្សោយទំនងមអត់អីទេអាចនិយាយគ្នាបាន molecule ស្រុកយើងគឺកាលណា creatinine នៅលើ30និយាយគ្នាបានដូចមនុស្សទូទៅបើថាធ្ងន់ខ្លាំងខ្ញុំ recommend ថាកុំមើលអីទៅជែកគ្នាទៅឲ្យលោកណាគាត់ប្រកែខ្ញុំអត់មើលតែធ្ងន់ខ្លាំងខ្ញុំអត់ចេះខ្ញុំអត់កាន់ទេពោះវែកខ្ញុំកាន់តែពោះផលិតទេបាទយើងដេកស្រួលតែទៀតយ៉ាងហ្នឹងក៏មានសិទ្ធិមើលបានដែរនៅមានមើលបានគាត់វាប្រឈមបាទប្រឈមសុំម៉ាត់លោកបាទជិះ
xong mặt to tay rồi cũng tên tiếp thôi gọi một slide tiếp slide thôi gọi tiếp tới coi nè nó toàn lại cũng vốn á là ngủ cho nó con đập phải em tay nhóm xong tay tay cho bán đây còn ngủ cho nó អូអានេះមក slide ខ្ញុំអត់អាប់ដេត នោះអាកន្លែងវងនោះខ្លាចគ្រូមើលច្រឡំទៅតាមដល់2015ចុះអត់ បាទខ្ញុំមើលច្រឡំ 20ហ្នឹងមិនទៅ អត់អីទេអាកិន បាទថា2014មកដល់បច្ចុប្បន្នទៅវាយ៉ាងទៅដូចវាច្បាស់លាស់ជាង បាទអត់អី អរគុណ បាទដល់ខ្ញុំគោរព guideline គោរព reference អូខេយើងកាយឡើងគាត់ទេតំនឹងទៅទេបាទឥឡូវដូចគ្នាទេណា បាទ បាទសូមអរគុណច្រើនសូមទោស ខ្ញុំគោរព reference ហើយខ្ញុំដាក់សញ្ញាព្រួញអត់អីទេ បាទអានេះសុតគាត់ដាក់ DDA តើគ្រូសុតទេ សុតបាទ អត់លាយទេ បាទ គាត់ចង់និយាយថាដល់ពេលហ្នឹង បាទ DA សុត ដល់ឆ្នាំហ្នឹងអត់ទេអត់លាយផង 2013 2014ហ្នឹងលាយចាក់ អូអានេះលាយ លាយ ដបងដៃ ហើយចាក់3លេប3ខែខ្ញុំ បាទ ត ដំបូ នេះ ង សេមាហ្នឹងត ខ្ញុំតន់ខ្ញុំបានប្រើអានឹងដែរ ហ្នឹង បាទចាក់ខ្ញុំតន់អត់អី ខ្ញុំឲ្យគេដល់6ខែបានជា បាទ ដុកទ័រមួយមើលអត់ជា បាទ មើលអត់ជាខ្ញុំតែ6ខែ1ខែដាច់ហ្មងដាច់ ដាច់ម៉ាត់មកអូខេអរគុណបាទឃើញថាថ្លើមសេមើលទៅស្រួលតែនៅមានចម្ងល់ច្រើននៅមានអង្គវណ្ណងច្រើនអរគុណច្រើនលោកគ្រូដែលបានចាប់អារម្មណ៍ហើយលោកគាត់មើលតន់ល្អដែរខ្ញុំដាក់ 2015 ត្រូវហើយតែសារខ្ញុំគោរព guide reference ខ្ញុំបាទខ្ញុំមិនហ៊ានកែពួកគេអូខេខ្ញុំសុំទៅមុខវាបកកែដោយសារវាអញ្ចឹងឆ្នាំវាកាត់ផ្ដាច់ការសម្ព័ន្ធមេរោគតែម្ដងហើយបាទអញ្ចឹងខ្ញុំបាននិយាយមិញហើយសួរថាប្រើដូរយ៉ាងម៉េច very easy មកកញ្ចប់នេះមានថ្នាំលាយគ្នានេះថ្នាំមួយគ្រាប់មានតែមួយតែម្ដងមានច្រើនម៉ូលេគុលទីកុំស្មុគស្មាញពិភពលោកយើងមើលទៅយើងមានអីយើងធ្វើនឹងសិនទៅកុំឲ្យហ៊ានហើយទៅផ្ទះបោះចោលវា no need to ញាត់ no nine គុកមកយើងអូខេសម្រាប់ការរយៈពេលបើណាន់0ថ្នាំពីមុខហ្នឹង12សប្តាហ៍ដូចគ្នាតែបើសិន0ហើយយើងចែកជា2បើ compensate ឬក៏ decompensate បើ compensate ប្រើ molecular 24សប្តាហ៍បើប្រើ molecular ខាងក្រោមនេះលយ12សប្តាហ៍អញ្ចឹងបានថាការវិនិច្ឆ័យតម្លៃមុនការព្យាបាលសំខាន់គឺសំខាន់តាំងពីការរើសថ្នាំនិងរយៈពេលសំខាន់តាំង follow up ខុសគ្នាបាទបើសិនជា decompensate ចេញភ្នែកលឿងផ្កាយរះពេញមេឃតិចទឹកទេហ្នឹងគឺ24សប្តាហ៍ដូចគ្នាបាទកាលណានិយាយហើយត្រូវ follow up ប្រាប់គាត់ថាថ្លើមនេះជាតែមេរោគទេសាច់ថ្លើមអត់ជាពូត្រូវប្រើថ្នាំបើសាច់ថ្លើមត្រូវ follow up គីឡូតែមានកើតអីទូចមួយហ្នឹងពេទ្យឲ្យថ្នាំពេទ្យធ្វើអីមួយជាបើពូទុកចោលដល់ធំអត់មានឱកាសជាទេបាទអូយើងល្អច្រើនខ្ញុំមើលទៅវិស័យសុខាភិបាលខាងសុខភាពយើងល្អច្រើនណាយើងមានពេទ្យធំមានបសសខ្ញុំគិតថាបើធៀបពីការចំណាយពីមុនអូខុសគ្នាឆ្ងាយមែនដីហ្មងបាទនេះអត់មានបសសត្រូវតែធ្វើប្រយ័ត្នសួយបងប្អូនខ្ញុំមួយហ៊ាជួយចុះតម្លៃគេបានអូហ៊ាជួយអត់បានហ្នឹងខុសកន្លែងហ៊ាបាទដីអស់3 4 5,000ដុល្លារឧទាហរណ៍បសសអស់តែថ្លៃសេវាខែប្រហែលនេះអូល្អមែនទេបាទអរគុណបាទនេះជាយ័ន្តដោយលោកគ្រូតែមានប្រសាសន៍ជាយ័ន្តជា map ខ្ញុំអត់ត្រូវការសូត្រជូនគ្រាន់ខ្ញុំជំរាបថាកាលណាយើងជួបរបស់ពិតយើងយកអានឹងមកទប់បាទសួរថាយើងផឹកកាហ្វេផងផឹកតែក្រូចឆ្មាផងផឹកស្លការីផងស្លកកូនក្នុងពេលតែមួយមានបញ្ហាអត់យើងអ្នកជំងឺយើងបើគាត់សុខភាពល្អលេបថ្នាំតែ DA តែមួយយើងអត់ចំណោទទេបើគាត់លេបថ្នាំច្រើននោះហើយសួរថាថ្នាំនឹងប្រើជាមួយគ្នាអត់សំខាន់ណាស់កន្លែងហ្នឹងយើងជូនថ្នាំភ្ញៀវចំណេញតែកុំភ្លេចប្រយ័ត្នមានខាតនៅក្រោយខ្នងឧទាហរណ៍មួយខ្ញុំឧទាហរណ៍លេងខ្ញុំមើលកាពះហោហែឌីប៉បស៊ីហោហែព្យីកូញញ៉ៃដាក់អី level sulfurid ផងអាមីទ្រីបផងស្រាប់កន្លះខែក៏មកលោកគ្រូខ្ញុំមកលើដូចយប់ឡើងទន់ល្អោកហ្មងចុះមិនទន់ហ្នឹងវិញអាយុដូចជាទឹមក្បែរខ្សែដូចទន់នេះស្មាននឹងព្រាមហើយមើលមកពីពូមកពីខ្ញុំចុះអាមីទ្រីបតេលីនឲ្យទន់អា level sulfurid ឲ្យទន់ទៀតទន់បូកមួយទន់2 ដងទន់ហើយគាត់មិនទន់អានេះមកពីយើងហ្នឹងបាទខ្ញុំត្រូវអារឿងសាមញ្ញឆ្នាំសាមញ្ញយើងអត់បានចាប់អារម្មណ៍វាគាត់ expose ជាមួយ factor នេះឲ្យអាំពុះសងដល់ទៅ2ចង់គាត់ត្រូវតែទុនក៏ហើយអញ្ចឹងដូចគ្នាយ៉ាងឧទាហរណ៍ណាអញ្ចឹងខ្ញុំជូនជា map នេះស្រួលបងមានការបើកអានឹងភ្លាមត្រូវតែ no ignore តែ ignore មានរឿងហ្នឹងរឿងខ្លះគ្រោះថ្នាក់ក៏មានដែរបាទឧទាហរណ៍អូ
នេះភ្លើង stop kill អត់បញ្ហាថ្នាំដែលប្រើជាមួយភ្លើង stop kill ទៅបានថ្នាំនេះបើប្រើប្រយ័ត្នប្រយែងថ្នាំនេះ no ជៀសវាង very easy មាន clear នេះមួយល្អសំទោសខ្ញុំតែងតែគិតថាយើងកាយើងភ្លេចខ្លួនណា good physician ព្យាបាល treat disease great doctor ព្យាបាលអ្នកជំងឺមនុស្សដែលកើតជំងឺឧទាហរណ៍មានរោគកាពះព្យាបាលថ្នាំពីអាទិត្យចប់ហើយគ្រូខ្ញុំនៅឈឺអាហ្នឹងគេជប់ព្យាបាលតែពីអាទិត្យបានអូទេព្យាបាលមនុស្សមិនមែនព្យាបាលជំងឺទេតែគាត់ស្រួលប៉ុណ្ណាថ្នាំគាត់លេបតែមុខមានថ្នាំពី3មុខទៀតគាត់មានបញ្ហាត្រូវគិតថាមនុស្សនឹងមានបញ្ហាអត់មុននឹងឲ្យថ្នាំគេទៅព្យាបាលមនុស្សមិនព្យាបាលជំងឺទេខ្ញុំតែ consider មែនទេបាទតោះខ្ញុំជូនជា map របស់យើងកណាត្រូវការអូមានថ្នាំខ្លាញ់ហ៎បើក map ហ្នឹងមកដឹងអូមានថ្នាំលើឈាមបើកមកដឹងត្រូវគិតទៅបាទនេះសម្រាប់អន្តរសង្ឃជាមួយអង្គទីវីរុសខ្ញុំអត់លូកទេតែមានអញ្ចឹងខ្ញុំជូនទៅខាងលោកអេតគាត់មើលខ្ញុំជួយចិត្តទៅពោះផលិតទេចិត្តទៅពោះវាបាទដូចគ្នាដែរកណាគាត់មានថ្នាំមួយចំនួនបាទថ្នាំពួកហូហែហ្នឹងអង់ហ្វេតាមីនហូហែហ្នឹងឃើញទេអាពណ៌នេះនិយាយនេះបានបើពណ៌ប្រចាំយ៉ាងបើពណ៌ខៀវគឺសុវត្ថិភាព 100% បាទអូអានេះក្រហមច្រើនថ្នាំខ្លាញ់ប្រយ័ត្នមែនទេណាមនុស្សអាយុកាន់តែច្រើនមានបញ្ហាកាន់តែញ៉ៃអាយុវែងសបិនយូរអញ្ចឹងទៅមើលច្បាស់គាត់ប្រើថ្នាំណាមានបញ្ហាអត់យើងគួរដូរយើងហ៊ានសិតអត់បើមិនហ៊ាននេះសួរគេសួរឯងស្រុកយើងស្រួលឡាយើងធ្វើ one team one person គ្រូពេទ្យមួយក្រុមសម្រាប់អ្នកជំងឺម្នាក់ពេលខ្លះយើងកុំលយអត់លយសុខចិត្តយើងធ្វើអន់ចាស់តែសុវត្ថិភាពទាំងគាត់សុវត្ថិភាពទាំងយើងបាទតែគាត់មានប្រើថ្នាំលើសយកខ្លាញ់ទេមានថ្នាំតាក់ទងប្រព័ន្ធប្រសាទទេគ្រាន់បើតិចមានពណ៌អត់សូវមានពណ៌ក្រហមទេនារីស្អាតអូខេតើគាត់មានថ្នាំ cardiovascular មួយចំនួនទេត្រូវតែសួរតែយើងស្គាល់ភ្ញៀវយើងអត់ច្បាស់ដូចខ្ញុំនិយាយមិញដូចយើងចាប់ពោះអញ្ចឹងអត់ស្គាល់ពោះហ្នឹងពោះវែកពោះផលិតគ្រោះថ្នាក់អាវែកកាត់ផលិតទៀតយើងអត់ស្គាល់អាហ្នឹងទៅបរោយចាប់វុតប៉ោចនៅប្រោចបាទអញ្ចឹងឲ្យច្បាស់ថាជំងឺយើងគាត់មានស្អីនឹងខ្លួនគាត់ប្រើថ្នាំអីបាទមានថ្នាំតាក់ទង immunosuppressor ទេមានថ្នាំតាក់ទងអង់ទីកូឡង់ទេអាណាគោកិច្ចអាណាគោប្រើបានណាប្រើមិនបានចាំបាក់ពេក one team one patient សុខគេសុខឯងហើយថ្នាំអង់ទីកុងវ៉ូសងទេអានេះជារឿងមួយសាមញ្ញតែខុសរាប់មិនអស់ខ្ញុំខាងកូពេតខាងកាពះវិទ្យាខ្ញុំអភិរក្សថ្នាំកាពះ PPI អភិរក្សណាតែយើងប្រើខុសវាញ៉ៃឧទាហរណ៍មួយថ្នាំនេះគេថាប្រយ័ត្នអាពួក Avelpa អាថ្នាំទំនើបថ្មីកាលណាអាស៊ីតក្នុងកាពះខ្សោយអត់សូវមានសុខភាពទេយត់យ៉ៃខ្ញុំជិះទៅបើអាចជិះវាបានក៏ជិះសិនទៅតែបើជិះមិនបានអូខេយើងអាចនិយាយនេះបានខុសគ្នា4 5ម៉ោងទៅយើងអាចអត់មានបញ្ហាទេអញ្ចឹងក្នុងកាពះមានអីខ្លាចអាហ្នឹងសឹងតែ OTC ស្រុកគេខ្ញុំត្រូវ consider យើងចង់បាន3ខែទៀតសាប់លេបមកមកលេបច្រើនដងតែម្ដងទៅមួយគ្នាហ្នឹងអត់មានអីផងភ្លេចគិតពីអង្គតាស្រុងក៏ថ្នាក់រឿងហ្នឹងកាពះនេះមិនបាច់តូចចិត្តទេចង់និយាយថាមូលគីលណាដូរបណ្ណាដែលអាចប្រើបាននេះជា map បងអាចមើលបានមិនបាច់តូចចិត្តទេពិភពលោកថ្នាំកាពះនេះគឺថាប្រើខុសលើស 50% ខុសទី1មិនត្រូវឲ្យថ្នាំកាពះសោះឲ្យត្រូវឲ្យមួយគ្រាប់ឲ្យ2គ្រាប់ត្រូវឲ្យមួយខែឲ្យ6ខែឲ្យមួយជីវិតក៏មានដែរដេកពេទ្យគឺស្មើនឹង PPI ចាក់ No អត់មានអញ្ចឹងទេ PPI ដែលប្រើយូរជាងគេក្នុង cardiovascular យូរជាងគេក្នុង GERD គេវិញហ្នឹងអត់មានប្រើយូរទេអញ្ចឹងដល់ប្រើយូរទៅវាមិនវាមាន fracture វាមាន infection នៅ apparatus digestive cardiovascular ហោហែបើប្រើខ្ញុំមិនថាស្អីក៏ដោយអាចមានបញ្ហានៅក្រោយខ្នងទីយើងស្គាល់ច្បាស់វែកឬក៏ផលិតឬក៏វែកកាត់ផលិតបំហ្នឹងនេះគ្រោះថ្នាក់អូខេអរគុណចង់ផឹកកាហ្វេទីដែរអស់កម្លាំងអូខេតោះមិញខ្ញុំយកជា book knowledge មករំលឹកគ្នាយើងឥឡូវយើង transfer មកជា clinical knowledge ចេញពី B knowledge ទៅជា C knowledge បាទយើងទៅមើលយើងខ្ញុំដាក់ case ទូចមួយហើយយកចំណេះដឹងយើងមក apply យើងគួរធ្វើអីដោយពេលវេលាមានកម្រិតដែរខ្ញុំក៏សុទ្ធតិចដែរបាទគ្រូខ្ញុំមានថ្លើមសេចង់ឲ្យគ្រូជួយមើលធ្វើតេស្តមានថ្លើមសេអូខេអញ្ចឹងដូចជំរាបជូនមិញថាគាត់មកជួបយើងថ្លើមសេយើងបន្តទៀតយើងធ្វើម៉េចសុំមកចំណុចមកចម្លើយមកតទៀត PCR បាទអូខេ good double check បើសិនមិនច្បាស់បើឲ្យ PCR បន្ត PCR ទៅទៀតអូខេមើលយក logic ផ្សេងទៀតអូខេល្អណាស់
សម្លទី3មួយទៀតអេកូមើលសាច់ថ្លាមអរគុណត្រូវទាំងអស់គ្រាន់តែការដើរវាខុសៗគ្នាខ្ញុំចូលចិត្តប្រើមនុស្សជាណាប្រើបេះដូងមុនអត់ប្រើលុយមុនទេលោកគ្រូឆ្លើយ3វិញប្រើលុយទាំងអស់យើងជួបគ្នាអត់ស្អីបានយូរទេកាលណាអស់លុយលែងបានជួបគ្នាអរគុណថាលេងទៅទាំងគ្នាអរគុណបាទធ្វើទៀត question គាត់ជាគាត់ឈឺមែនគាត់ជាបាត់ហើយ PCR អូខេមិនហ្នឹងតិចធ្ងន់នៅ0នៅអាហ្នឹងត្រូវការប្រើបេះដូងហើយមើលមុខមើលមាត់ផ្កាយរះពេញមេឃបាត់ដៃលោហិតលាក់មានអាស៊ីតនៃអត់ណាមានស្អីផ្សេងទៀតអត់មានកាច់យោវ៉ាស្កូឡាណានឹកឃើញថ្នាំមិញហែណាមានសង្កូមដេមេតាបូលិកមានស្រាមានអីអត់មានបេមានអេមានអីអត់ខ្ញុំគិតថាសំណួរហ្នឹងប្រហែលជាយើងអត់ត្រូវភ្លេចបើភ្លេចទី1អ្នកជំងឺយើងមានបញ្ហាទី2បើ business យើងរៀងបាត់តិចដែររៀនពេទ្យដើម្បីអីហ្នឹងធ្វើអីក៏ដោយ business ទាំងអស់គាត់ business រៀងញ៉ៃញ៉ៃ business ស្របច្បាប់ business ដោយបេះដូងទៅឧទាហរណ៍អូខេអរគុណណាស់យ៉ងយើងធ្វើដូចជំរាបជឿមិញមានថ្លើមសេទៅសួរគាត់ថាមានពីងការយើងអាចសួរគាត់ធ្លាប់ព្យាបាលមិនព្យាបាលហើយលាប់មិនលាប់យើងអាចសួរ pre-therapeutic assessment នៅក្នុងប្រអប់ខ្ញុំហ្នឹងបាទហើយសួរគាត់ថាមានពីងការធ្លាប់បានធ្វើតេស្តអីមាន PCR មានអីអត់ហើយថាមិនបានធ្វើតេស្តនេះមិនធ្វើតេស្តជួនកាលគាត់ចាញ់សញ្ញា0ទៅធ្វើតេស្តឬគាត់ទៅ check up ទៅសួរគាត់នឹងសំខាន់ណាដើម្បីយើងធ្វើ step ទៅមុខទៀតគាត់ complain អីបានទៅធ្វើតេស្តមានជំងឺប្រចាំកាយដូចសួរមិញហ្នឹងបាទ family សំខាន់ថ្លើមសេលល្មមមើលថ្លើមបេដោយលោកគ្រូមានប្រសាសន៍អញ្ចឹង family អង្គស្ដងញ៉ៃញ៉ៃដាក់ហ្មងអត់មានញ៉ៃញ៉ៃយូរបាទសំខាន់នេះបេះដូងបាទអត់ប្រើលុយប្រើបេះដូងបាទមួយឆ្នាំកន្លងហើយអត់ដែរគាត់ដឹងថាបោកឈប់មួយកណាត់ផ្លូវអត់ធ្វើអីទេហើយ check up ពេលហ្នឹងមិនធ្វើទុកអីទេគ្រូហើយដូចមិនមានលេបថ្នាំទេហើយ family ដូចជាមិនលឺសូរមានពីណាបងប្អូនញាតិញោមណាឈឺថ្លើមយីទេណាគាត់ឆ្លើយមកអញ្ចឹងណាអូខេខ្ញុំក៏ពិតខ្ញុំសួរលោកគ្រូអ្នកគ្រូតែខ្ញុំអត់មានពេលខ្ញុំសុំឆ្លើយខ្លួនឯងបាទអញ្ចឹងបន្តទៀតយើងនឹកឃើញអូខ្ញុំសួរបានប៉ុណ្ណឹងយើងនឹកឃើញប្លង់របស់យើងបាទសួរបានដល់នេះមិញបាទខ្ញុំចាំតែ PCR មកអូខេបាទអញ្ចឹងខ្ញុំសួរមិញបាទអូខេខ្ញុំ confirm and fiction យើងធ្វើ PCR ហោហើយមកហើយធ្វើមើល clinic គាត់មាន0មានជំងឺផ្សេងទៀតអត់ហើយ test ផ្សេងៗយើងគិតថាអាយុប៉ុណ្ណឹងគួរធ្វើបន្ថែម imagery echo fibroscan នេះមកឧទាហរណ៍ជាលទ្ធផលយើងមាន PCR វិជ្ជមានសញ្ញាអីថ្លើមខូចថ្លើមអី0អីជំងឺផ្សេងដូចមិនមានអីចម្លែកទេហើយrule out other problem អត់មានទេហើយតើទៅនឹង test ផ្សេងយើងធ្វើហ្នឹងមើលស្តង់ដារមួយសមរម្យអាចទទួលយកបានអាព្រីក៏ល្អសមរម្យដែរអាព្រីប៉ុណ្ណឹងមិនទាន់0ខ្ញុំដាក់ជូនខាងក្រោមនេះហើយអេកូដូចជាមិនទាន់មានអីចម្លែកមិនមានខ្លាញ់រុំថ្លើមមានខ្លាញ់រុំថ្លើមពិចារណាខ្លាញ់រុំថ្លើមទៀត business យើងមួយទៀតជួយគាត់មួយទៀតសំខាន់យ៉ាងណាមិនមែនយើងមើលចោលទេមើលដើម្បីមើល no need to មើលយកមកប្រើមើលយកមក care បាទ fibroscan គាត់បើអញ្ចឹងគីឡូប៉ុណ្នេះព្យាបាល12សប្តាហ៍ហើយថ្លើមគាត់គឺយើងស្រួលមិនពិបាកក្នុងការ follow up ហ្មងទេបើសិនមាន fibro S ដឺអេត្រអេដឺអីហើយត្រូវពិចារណាប្រាប់គាត់ថាជាតែសាច់ថ្លើមទេជាតែមេរោគទេសាច់ថ្លើមត្រូវការ follow up បន្តបាទខ្ញុំគិតថា easy ស្រួលចាំដូច្នេះជារោគវិឆ័យបានប៉ុណ្ណឹងយើងអាចនិយាយបានថាបងមានថ្លើមប្រភេទ C ជា infection កំពុងឈឺដោយសារមានគ្រាប់មេរោគហើយល្អថ្លើមនៅល្អហើយគ្មានជំងឺអីផ្សេងទៀតទេអញ្ចឹងការព្យាបាលយើងគិតទៅតាមនឹងដែរយើងបញ្យល់គាត់ជាទៅសំខាន់ណាស់ការបញ្យល់លោកគ្រូគាត់ខាងហ្នឹងគាត់ច្បាស់ជាងខ្ញុំខ្លាំងរឿងហៅស្អី counseling សំខាន់ណាស់ជំងឺដែលរ៉ាំរ៉ៃជំងឺដែលប្រឈមគឺប្រើសិលឲ្យខ្លាំងគាត់ជឿយើងសួរជាមួយគ្នាបើគាត់មិនជឿតែឆក់ក្រៀតមានបញ្ហាតែឧទាហរណ៍មួយថាព្យាបាលកាពះខ្សោយគ្រូជាមានជាណាហ្នឹងតែ 20% ទៅជាដាច់មួយចំនួនទៀតវាលប់ទៅមកយើងឆ្លោយយើងលុយលឿនតែជេយើងបណ្ដោយបើយើងថាមានអ្នកជាមានអីយ៉ាងបែកគ្នា2ឆ្នាំទេវិញអឡូបងអីខ្ញុំទៅសិង្ហបុរី6ខែអត់ជាបងដូចបងឯងថាខ្ញុំជួបបងឯងវិញអស់លុយតិចជួបអនុអស់លុយច្រើនណាស់គិតវិធីមកជួបបងមានអីហេយើងប្រាប់គេថាអន់វាជាតែអន់មែនហើយគេគោរពថាការអន់វាអន់ពិតប្រាកដមែនមិនមែនអន់តែគាត់ទេអន់ពិភពលោកអញ្ចឹងតែយើងនិយាយខុសមានបញ្ហា counseling គាត់ឲ្យច្បាស់ថាថ្នាំហ្នឹងវាជាប្រហែលភាគរយស្រួលលេបទេ effect ของ ដែលយ៉ាងម៉េចបញ្យល់គាត់ថាមានថ្នាំបើយើងមានថ្នាំគាត់មានថ្នាំផ្សេងវាមាន antioxidant នេះអត់ទៅបញ្យល់គាត់ហើយបណ្ដោថ្នាំគាត់ឡើងឧទាហរណ៍សំខាន់ណាស់កន្លែងហ្នឹងសំខាន់ណាស់ហើយបញ្យល់គាត់រឿងក្រុមគ្រួសារកន្លែងនេះមិនចាប់អារម្មណ៍គួរចាប់អារម្មណ៍ដែរបើអ្នកជំងឺជាស្ត្រីប្រយ័ត្នប្រយែងដែរគួរឲ្យគាត់កុំឲ្យមានគួរ
guideline ភាគច្រើនគឺថាកុំឲ្យមានគល់ពេលហ្នឹងព្រោះ3ខែសិនទៅចាំមានគល់បញ្យល់គាត់និយាយគ្នាមើលគាត់ច្បាស់បាទអរគុណដូច្នេះលោកគ្រូអាចចាត់ចែងទៅ DA 3ខែប្រើ Sofo ដាក់ខ្លាក៏បាន Sofo Wepa ក៏បានព្រោះទម្រង់ slow ទេហើយ follow up ទៅតាម strategy យើងខាងលើទៅខ្ញុំគិតថារលូនណាព្រោះគាត់ស្រួលដែរដូច្នេះខ្ញុំបានច្រៀងចម្រៀងមនោចេតនាបានរៀបរាប់ពីភ្នំសំពៅរួចហើយខ្ញុំជា take home message ថ្លាមសេអស់កង្វល់ហើយ curable លើកទឹកចិត្តប្រជាជនយើងថាជានាំគ្នាមើលមិនអស់ប្រាក់ច្រើនទេហើយការមើលមេរោគហ្នឹងគឺមើលតែម្ដងពេលមុនបង្ខំថាមានមេរោគហ្នឹងសម្រាប់3ខែក្រោយការចប់ជាបាលថាជាមិនលាប់តែប៉ុណ្្នឹងឯងតែបើគាត់មានថ្លើមគាត់មានបញ្ហា zero កុំភ្លេចលើកទឹកចិត្តគាត់ឲ្យ follow up មួយយើងក៏លោកមានបញ្ហាដុសចេញកើតចេញជា no deal ឡាក់បាទបើយើងធ្វើទាំងអស់ហ្នឹងឲ្យបានយើងប្រហែលជាខ្ញុំដូរលេខហើយណាចូលរួមមួយ WHO ថាយើងធ្វើ elimination បានប្រមាណ%ទៅតាមនោះតើទៅនោះ2030គ្មាន viral hepatitis បាទខ្ញុំគិតថាលំមសំរុំបាទសូមអរគុណបកក្រោយនឹងសូមជាស្រ័យក៏ចង់ជួយជំរាបជូនបន្ថែមមួយចំណុចមិញត្រង់កន្លែងនេះជាគោលការណ៍របស់យើងសពថ្ងៃគឺយើងយកអានឹងមែនគេថាខ្ញុំបើកវងចោទាញជាការចាប់អារម្មណ៍នេះដោយសារខ្ញុំទៅបានទៅមកពីប្រជុំអញ្ចឹងណាកន្លែងនេះបាទនៅគេបានធ្វើ research ហើយឥឡូវគេកំពុងតែរុញទៅដល់ WHO ក៏ដូចជាគ្រប់ប្រទេសដែរគេចង់ឲ្យមានការព្យាបាលស្ត្រីនៅពេលដែលកំពុងមានផ្ទៃពោះហ្នឹងគេថាគេមានទិន្នន័យហើយខ្ញុំក៏មានដែរខ្ញុំចង់ដាក់ប្រធានបទបង្ហាញដែរប៉ុន្តែជាទិន្នន័យរបស់គេប៉ុន្តែគេផ្សព្វផ្សាយហើយក៏គេមានការសិក្សានឹងច្រើនករណីរាប់ម៉ឺនណាគេថាវាសុវត្ថិភាពទាំងអស់ប៉ុន្តែយើងអត់ទាន់ guideline យើងអត់ទាន់ទេគឺ adapt ទៅតាម W ចាំថ្ងៃណា W វាថាអូខេបាទយើងប្រើអញ្ចឹង keep ដូចដុកទ័រចនាគាត់បានផ្សាយអញ្ចឹងប៉ុន្តែខ្ញុំក៏ប្រាប់ក្រៅផ្លូវការទៀតថានៅសិង្ហបុរីគេមាន research គេមានទិន្នន័យគេថាសុវត្ថិភាពហើយគេនៅតែលើកទឹកចិត្តឲ្យយើងប្រើឲ្យព្យាបាលនៅពេលផ្ទៃពោះព្រោះ DDA ហ្នឹងគេអត់រកឃើញថាមានផុសតាំងបញ្ជាក់ថាមានប៉ះពាល់ដល់ទីរស់ទេប៉ុន្តែយើងម្ដងមកនេះអត់មានតែឡាយយើងនៅតែដដែលរក្សាដដែលមិនទាន់ឲ្យប៉ុន្តែចង់និយាយថាក្រៅផ្លូវការនេះគេមិនមែនក្រៅផ្លូវការគេ conference នៅសាកលលោកគេផ្សព្វផ្សាយទីតាំងសាកលលោកគេថាគេចង់ឲ្យយើងមានការព្យាបាលគ្រប់ប្រទេសហ្នឹងចាប់ផ្ដើមព្យាបាលទៅវាជួយទៅដល់សុវត្ថិភាពទាំងម្ដាយទាំងកូនអញ្ចឹងណាអញ្ចឹងក៏បន្ថែមអាហ្នឹងឯងឲ្យទាញការចាប់អារម្មណ៍នេះហើយយើងម្ដងមកនេះយើងនិយាយថា B និង C ទេប៉ុន្តែកុំភ្លេចថាមាន D និង E មួយទៀតប៉ុន្តែយើងអត់ទិន្នន័យហើយ D យើងនឹងធ្វើការសិក្សាជាមួយនឹងខាងបារាំងចង់ដាក់ផ្សាយមួយនៅកាឡម៉ែតដើម្បីយកទិន្នន័យតែយើងអត់មានទិន្នន័យទេអាហ្នឹងក៏គេរកឃើញថាវាមានបញ្ហាធ្វើឲ្យការស្លាប់នឹងច្រើនដែរ E គេមានវ៉ាក់សាំងចាក់សម្រាប់ស្ត្រីផ្ទៃពោះប៉ុន្តែអាហ្នឹងជាអ្វីដែលព័ត៌មានខ្ញុំយកពីគេមកទេដោយសារតែប្រជុំគេធ្វើក្បត់បង្ហាញជាច្រើនពាក់ព័ន្ធនឹងរឿងអស់ហ្នឹងអញ្ចឹងក៏ជាចែកចំណេះដឹងក្នុងការចាប់អារម្មណ៍បដាវាឥឡូវទេនៅពេលដែលយើងមានទិន្នន័យយើងធ្វើអញ្ចឹងមិនមែន zero ហើយនឹង cancer hepatitis ហ្នឹងតែពីរហ្នឹងគឺអា D និង E ក៏មានដែរប៉ុន្តែទិន្នន័យវាតិចអញ្ចឹងវានៅធ្វើឲ្យគេរកមើលសិនហើយដោយលោកសាស្ត្រាថាគេនិយាយថា BQ គេនៅតែនិយាយ Q អញ្ចឹងដោយសារខាងមន្ទីរពិសោធន៍គេនឹងរកឃើញថាគេនឹងមានតាមប៉ុន្តែមិនទាន់មានជាផ្លូវការយើងអត់យកគេនិយាយឲ្យស្ដាប់លេងសិនទេប៉ុន្តែគេសង្ឃឹមថាគេនឹងរកឃើញ BQ ដែរដោយសារការ research របស់មន្ទីរពិសោធន៍ហើយគេរកឃើញថាថ្នាំនឹងវាអាចទៅដល់ជ្រៅនៅក្នុងសាច់ដុំដែលអាចឲ្យវិជាប៉ុន្តែថ្ងៃណាហើយថ្មីគេធ្វើដែរប៉ុន្តែយើងអត់ទៅប៉ុន្តែដោយលោកសាស្ត្រាចារ្យទៅបងអរែងចុះជីអស់រាប់ហើយជីរត់ទៅទៀតព្រោះអត់តជាទៀតដល់ខាត់ជើងក៏ទៅប៉ុន្តែគេទៅធ្វើនៅអាមេរិកដែរទេគេធ្វើនៅអាមេរិកដែរគេដាក់ hepatitis BQ អញ្ចឹងយើងអត់មានលទ្ធភាពទៅក៏ឲ្យទៅចាំថ្ងៃណា W alert ចាំយើងគិតគូរទៀត
ហ្នឹងហើយខ្ញុំសូមចូលរួមប៉ុណ្្នឹងអរគុណច្រើន